ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅក្រុងសំពើពួនឥឡូវនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យស្គាល់ទីតាំងមួយកន្លែងដែលជាហាងបើកលក់ស្ទើរតែគ្រប់សពទាំងអស់នៅក្នុងក្រុងសំពើពួនដែលគាត់បើកឲ្យរយៈពេល2ឆ្នាំហើយបងប្អូនហ្នឹងហើយគាត់បើកលក់24ម៉ោងលើ24ម៉ោងហ្មងអញ្ចឹងណាអញ្ចឹងចំពោះទីតាំងដែលខ្ញុំធ្វើដំណើរទៅហ្នឹងគឺខ្ញុំជិះពីផ្លូវធំខាងលើស្ពាន76មកចុះមកខាងស្ដាំដៃសូមអធិស្ឋានយើងបត់ខាងឆ្វេងដៃមិនខាងស្ដាំដៃបងប្អូនគឺយើងជិះមកត្រង់រហូតមកដល់ផ្សារអញ្ញាផាទៅដល់ Club City ហ្នឹងហើយបងប្អូនជិះមកត្រង់រហូតទៀតដល់នេះកន្លែងហាងចិនហ្នឹងបងប្អូនម្ដុំកន្លែងនេះគេហៅថាវិថីអាហារជ្រៃធំហ្នឹងហើយបងប្អូនបត់ឆ្វេងបន្តិចមកដល់កន្លែងពូមួយដែលគាត់បើកគប់បិទប៉ោងនៅដល់ភ្លឺហ្នឹងបងប្អូនដែលធ្លាប់មកចិត្តបង DJ លៀបដែលលក់ស្រាកឡុកហ្នឹងបងប្អូននេះបងប្អូនមកដល់ល្មមហ្នឹងហើយនេះទីតាំងហាងបងប្អូនឃើញទេបាទហាងនេះគឺងាយស្រួលរកមែនតើណាបងប្អូនហើយចំពោះហាងហ្នឹងគឺគាត់មានលក់សពគ្រប់ទាំងអស់ហ្មងបើនិយាយពីម្ហូបវិញគាត់មានលក់តាំងពីបាយឆាមីហិលស៊ុបប្រភេទគ្រឿងសមុទ្រអាំងសាច់អាំងបែបកូរ៉េអីបងប្អូនគឺមានច្រើនមែនតើហើយបើនិយាយពីខាងទឹកវិញមានកាហ្វេមាននិយាយទៅតែគុជមានអីគ្រប់មុខបងប្អូនមកមើលទៅមនុស្សរបស់គាត់មកផ្នែកមានរាប់រយមុខបងប្អូនហ្នឹងហើយបងប្អូនអាចរើសតាមចំណង់ចំណូលចិត្តដែលចង់ញ៉ាំចង់សាកល្បងបានហើយឥឡូវនេះខ្ញុំមកបង្ហាញអំពីមនុស្សថ្មីដែលគាត់ទៅតែបើបងប្អូនពីមុនអត់មានទេតែទៅឥឡូវគាត់មានជាប្រភេទនំប៉័ងជាអាហារសម្រន់ណាបងប្អូនហ្នឹងហើយមានជានំខេកអីហ្នឹងហើយសម្រាប់បងប្អូនត្រូវហ្មងខ្ញុំឃើញមួយរយៈសូម្បីតែខ្ញុំមួយរយៈមុននេះអត់ពេលខ្ញុំធ្វើការយប់ពីភ្លឺហ្នឹងគឺខ្ញុំដើររកទិញនំខេកដើម្បីកម្មវិធី Coconut មិត្តភ័ក្តិអីចង់ surprise អីចឹងប៉ុន្តែរកទិញអត់បានទេបងប្អូនឥឡូវនេះគឺត្រូវឲ្យគាត់មានបើកលក់ឡើង24ម៉ោងទៅ24ម៉ោងហើយទីតាំងខ្ញុំបានបង្ហាញបងប្អូនហ្នឹងហើយចំពោះតម្លៃវិញបងប្អូនគិតថាអូយហាងប្រហែលជា brand សង្ស័យតែថ្លៃតាមពិតទៅតម្លៃវាធូរថ្លៃដែរទេបងប្អូនអត់សូវថ្លៃទេនំមួយ$1 $2 អីហ្នឹងគឺអត់ថ្លៃទេហើយដូចជានំខេកអីហ្នឹងមានតាមទំហំអីគេដាក់តម្លៃនៅហ្នឹងបងប្អូនមានចាប់ពី$10ឡើងអញ្ចឹងណាហ្នឹងហើយបងប្អូនចូលមកមើលមកត្រូវមួយណាយកមួយហ្នឹងស្លាញ់មួយណាយកមួយហ្នឹងឬក៏អាចកំងគាត់មុនក៏បានដែរបងប្អូនងាយមែនតើចុះសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណច្រើនជួយបងប្អូនសំណាងល្អ